đây pon đó khné chẳng là lợi dương châu đo lùm hạt AN cha từng rung lỏng bắt đột pi pon một hay phèn thằng khné nè cha dương mà mơ bật thiên lùm hạt thằng khné mới cha pon na khác để thọp chú bật thiên lùm hạtแบบนี้hơi ai phơ đời khuôn ấy ban đại rồi tì cha mà lợi dương mà an bật thiên thằng khné ở cái tham mô lực cô để ăn muối miên ri bồn núi khẽ tít ប្រភេទ C ស្មើនឹង 20% ចាហើយអុយស្មើនឹង 60 ចា 60 នេះគឺជាចំនួននុយធ្វើម៉េចបានយើងដឹងព្រោះដោយសារគេអត់ដាក់ភាគរយពីខាងមុខអុយនឹងគេអត់ដាក់ភាគរយពីខាងក្រោយ60ទេអញ្ចឹងមានន័យថា60ហ្នឹងគឺជានុយរបស់អុយត្រូវនឹង 10% អញ្ចឹងអាត្រូវនឹង 10% ហ្នឹងគឺជាអីគឺជាភាគរយរបស់អុយនេះអញ្ចឹងអុយបើតម្លៃនុយរបស់វាគឺស្មើនឹង60ហើយបើភាគរយគឺត្រូវនឹង 10% នៃនុយក្លេទីតទាំងអស់ចាហើយមួយទៀតគេថានឹងផលសងរវាងរីបូនុយក្លេទីតដែលនៅសល់គឺ A និង C ស្មើទៅនឹង30ចាបំរាប់គេប្រាប់ប៉ុណ្ណឹងអានេះ A និង C គឺជាផលសងគឺផលដកទាំងអស់គ្នាតោះឥឡូវយើងមកមើលសំណួរទាំងអស់គ្នាគេឲ្យយើងរកចំនួនរីបូនុយក្លេទីតនៃរាល់ប្រភេទនីមួយៗរបស់ ANM អញ្ចឹងយើងរក AOICC ទាំងអស់គ្នាណាហេតុអីបានយើងដឹងថាយើងរក AOICC ព្រោះគេដាក់ថារករីបូនុយក្លេទីតនីមួយៗរបស់ ANM អញ្ចឹងនុយនីមួយៗរបស់ ANM គឺវាមាន4គឺមាន A មានអុយមាន C និងមាន C ចាយើងមកមើលចំណុចខមួយទៀតតែម្ដងទៅគេថាចូលរកចំនួនរីបូនចំនួននុយក្លេទីតនៃរាល់ប្រភេទនីមួយៗរបស់សែនដែលសំយោគ AN នេះក្នុងកន្លែងនេះប្អូនខ្លះគឺអាចនឹងយល់ច្រឡំចាថាជារបស់ AN ទៀតចាតែក៏ពិតគេដាក់ថាជារបស់សែនដែលសំយោគ AN មានន័យថាត្រូវរកនុយនៅលើច្រវាក់សែនដែល AN សំយោគចេញពីសែនហ្នឹងចាឬក៏ដែលសែនហ្នឹងសំយោគ AN ហ្នឹងបានជាច្រវាក់ AN ហ្នឹងអញ្ចឹងលំហាត់ AN បងប្អូនទាំងអស់គ្នាត្រូវតែប្រយ័ត្នបន្តិចក្នុងការមើលសំណួរឬក៏បំរាប់ចាព្រោះដោយសារវារៀងពិបាកនៅក្នុងលំហាត់ហ្នឹងគឺមានទាំងសែនមានទាំង AN និងមានទាំង ADN សំណួរដែលគេសួររអញ្ចឹងណាតើឥឡូវកុំឲ្យខាតពេលវេលាយូរយើងទៅស្រង់បំរាប់ទាំងអស់គ្នាដំបូងយើងដាក់កសិនមកកគេយើងរកចំនួនចាចំនួនរីបូនុយក្លេអូទីតចារបស់ ANM ចាប្រភេទនីមួយៗនៃពួកផ្លេចនុយក្លេទីតប្រភេទចានីមួយរបស់ ANM តោះយើងទៅមើលបំរាប់ទាំងអស់គ្នាបំរាប់មានគេខ្លះនេះរៀងឈឺកបន្តិចតោះបំរាប់ចាបំរាប់គឺគេប្រាប់ភាគរយ C ចង់មានន័យថា C ស្មើទៅនឹង 20% C នេះរបស់អីគឺរបស់ AN ទាំងអស់គ្នាព្រោះ C មានទាំងនៅក្នុងសែនមានទាំងនៅក្នុង AN អញ្ចឹងយើងត្រូវដឹងថាតើវាជារបស់អីយើងមើលនេះគេដាក់ម៉ូលេគុល AN មួយមានរីបូនុយក្លេទីតប្រភេទ C អញ្ចឹងមានន័យថា C ហ្នឹងគឺជានុយដែលមាននៅលើម៉ូលេគុល ANM ហ្នឹងឯងអញ្ចឹង C ហ្នឹងគឺជា CANM មួយទៀតគេថាអុយស្មើទៅនឹងអុយស្មើទៅនឹង60ហើយនុយអុយចាភាគរយអុយស្មើទៅនឹងចា10អូខេអញ្ចឹងកន្លែងហ្នឹងគេដាក់ថាស្មើនឹង 10% នៃនុយក្លេទីតទាំងអស់ចាអញ្ចឹងកន្លែងនេះបងអូនអាចសេបានពីររបៀបបានថាភាគរយអុយឬក៏ស្មើភាគរយអុយស្មើទៅនឹង10ឬក៏យើងអាចសរសេរមួយទៀតបានថាអូខេចាបានថាអុយស្មើនឹងអុយស្មើទៅនឹង
ភាគរយអុយគឺ10នឹងឯងចឹងនេះខ្ញុំមិនដាក់ភាគរយក៏បានដែរ10គុណនឹងអីគេអឹមទូចចាអឹមទូចចែកនឹង100ចាកន្លែងហ្នឹងណាបើយើងដាក់10នេះជាភាគរយ100គឺត្រូវដាក់ភាគរយដែរតែបើ10នឹងអត់ដាក់ភាគរយនោះ100ក៏អត់ដាក់ភាគរយដែរព្រោះយើងអាចសម្រួលគ្នាបានអញ្ចឹងកន្លែងនេះយើងទាញរកអឹមមកហើយហ្មងទៅក៏បានដែរទាំងអស់គ្នាណាចាចឹងនាំឲ្យមកបំរាប់ដូចអ្នកគ្រូប្រាប់ចឹងគឺអាចទៅសេភាគរយអុយស្មើទៅនឹង10ឬក៏អុយស្មើ10គុណនឹងអឹមចែក100ចឹងយើងអាចទាញរកអឹមទូចមកចាទាញរកអឹមទូចយើងបានអីវិញចាយើងនឹងបានអុយចាអុយគុណនឹង100ភាគរយចែកទៅនឹងអីគេភាគរយអុយវិញចាភាគរយអុយហ្នឹងគឺ10ទាំងអស់គ្នាអញ្ចឹងយើងដាក់ចែកនឹង10តែម្ដងចា10%ដែលយើងបានទាញមកពីនេះចាអញ្ចឹងអុយស្មើ10%គុណនឹងអឹមចែក100យើងទាញរកអឹមពីកន្លែងហ្នឹងទៅយើងស្មើអុយនេះគុណនឹង100ចែកនឹង10វិញបន្ទាប់មកយើងមានអុយអីទាំងអស់គ្នាចាយើងមានតម្លៃអុយអីយើងមានតម្លៃអុយរបស់យើងស្មើប៉ុន្មានចាអុយស្មើទៅនឹង60មែនទេបងអូនជួសចូលទៅចាអញ្ចឹងស្មើប្រហែលកន្លែងនេះយើងអាចធ្វើនៅកន្លែងបំរាប់អញ្ចឹងក៏បានដែរទាំងអស់គ្នាណាចាចែកនឹង10ឃើញ600មែនទេអញ្ចឹងមានន័យថាអឹមទូចឃើញ600អឹមទូចឃើញ600បងប្អូនចាហ្នឹងហើយតោះអូខេចាយើងទាញបដែតវារហូតមកហ្មងទៅដើម្បីរកអឹមទូចឲ្យហើយចាបន្ទាប់មកយើងតាមអីគេអូខេយើងមិនតន់តាមអីក៏បានដែរសូមបំរាប់បន្តទៀតឲ្យអស់សិនព្រោះយើងនៅសល់បំរាប់នេះផលសងចាផលសងនុយក្លេរីបូនុយក្លេអូទីតរបស់ចាផលសងរីបូនុយក្លេទីតដែលនៅសល់គឺ A និង C ស្មើ30អញ្ចឹងមានន័យថាកន្លែងនេះគឺយើងអាចទៅសេយ៉ា A ដកណាដក C ស្មើទៅនឹង30ចាយើងនាំឲ្យក៏បានដែរកន្លែងនេះឬក៏មិនបាច់ក៏បានដែរហ្នឹងហើយទុកវានឹងសិនណាព្រោះអាហ្នឹងគឺរបស់ ARN ណាអាហ្នឹង A ដកអុយហ្នឹងគឺរបស់ ARN A ដក C សំទោស A ដក C ហ្នឹងគឺរបស់ ARNM នេះគ្រូសេទូទៅសួរ ARNM ចាស្មើ30បន្ទាប់មកយើងទៅតាមសមាមាត្រជាភាគរយមកចាតាមសមាមាត្រចាជាភាគរយទៅគឺយើងបាននេះគេនេះទាញរកនុយសេនេះចាព្រោះយើងមានភាគរយសេយើងត្រូវទាញរកនុយសេអញ្ចឹងនុយសេចាកន្លែងនេះយើង copy ពីនេះណាចាអញ្ចឹងនុយសេស្មើទៅនឹងចាភាគរយសេគុណនឹងអឹមទូចចែកនឹង100អាហ្នឹងរូបមន្តវាទាំងអស់គ្នាយើងអាចមើលទៅមើលរូបមន្តវាបានណាអានេះរូបមន្តហ្នឹងហើយអញ្ចឹងយើងរើនុយសេចានុយឥឡូវភាគរយសេមានហើយយើងជួសចូលទៅរើនុយសេចាភាគរយសេស្មើប៉ុន្មាន20អឹមស្មើប៉ុន្មាន600ចាអូខេអញ្ចឹងយើងបាននេះគេ12ចាប៉ុណ្នេះ120មែនទេចា120អញ្ចឹងមានន័យថាសេស្មើទៅនឹង120ចាហើយអុយស្មើទៅនឹង60យើងឃើញសេហើយយើងទៅតាមគោលការណ៍ចម្លងក្រមចាតាមគោលការណ៍ចម្លងក្រមចា A អុយសេទៅ A អុយសេអញ្ចឹងយើងបាន A បូកអុយបូកសេបូកសេស្មើអឹមទូចណា
mà âm tụi bắt tọt máu dương tiên xe bột xế nè giờ từ độ mùi âm đi tới chân vi sal tiên xe bột xế tiên như cái tiên cái lại như cái lại a nâng xe chả a nâng xe đầm bây giờ sao a bột xe á rồi còn dương tiên cái lại vì lớn đi máu xanh có bán này là ngày chân là lợn mà mình cụ tiền tới tiền á bột chà a bột xế mà tên nâng tu chà đo nâng xế xế bột bột ấy bột ôi chà chân tầm lại xe bột ối dương miên ấy chẳng chu châu tới chân cái lại a bột xe nó mà tên nắng đầm lại ấm của muội rồi mà nè chà hay nâng đầm lại xế mà rồi thấy độ lịch độ nó mà rồi thấy bầu cho muội học tập mà nè chà chân dân mà to máu của muội rồi độ mà rồi phải nó chà chân mà mãn mà buồn hồi một phây mà nè mơ chu tiên toàn tầng ọc nia á chà mà rồi phải chấn mà buồn rồi một phây thở ấy trong buồn rồi một phây nó cứ chia đầm lấy a bột xề chà chẳng đã viết mấy ca pi tới lỡ đã viết mấy ca muối giờ một tâm kia mà chà chẳng dân đã máu giờ chà giờ muối bột pi trong các bạn này chà bột pi ok chẳng giờ mấy ca muối bởi dương ní chà rồi bạn ai anh âm đi trên các bạn đấy hay giờ mấy ca pi bởi dương ní cứ xe bột xì nó xe bột xì a bột xì chà mà tên nắng buồn rồi thời trà mấy cà phê ok mà dương tiếp thiệp việc ở tâm vi máu chân dương sao mãn pi a mày nè pi a mà tên nắng buồn nồi hà chân no mày á mà mãn buồn nồi hà chạy pi buồn nồi hà chạy nó pi pi rồi một phây phèm mày nè chà và tọt máu dương ba này kế ở xé mà tên năng này kế xé mà tên năng bỏ đặt châu không phải mấy ca na có bán này buôn rồi một thấy độ chà độ mà pi rồi hà chấm buôn rồi một thấy độ ở pi rồi há với mà tên năng mà rồi cao pram nó chà chân dương ra khơi ở hết chân đôi đi má ôi xé đôi ní mà tên nắng bây giờ há chà bồ nồi tới bồ nồi clay ô tịt chà thế này cũng đại mà khía ôi mà nắng chà ôi mà mãn mình ôi bỏ chướng mà học tập bầm rạp cây ao và nắng á chà đọc pc bỏ chướng mà mãn xế mà tên nắng mà rồi cao pram chà đọc xế khơi mà rồi một hơi chà xế mà rồi một hơi ok là ngày chấn dương chọc ấy tầng buồn ní cứ ôi xế ta dương mùi tiết đầm bay dương bị chọc tại mà đón cứ rồi nuôi khởi tiếp vào phê mùi muối rồi bỏ sèn mình ấy chà nè đâu chừng luôn nuôi khởi tiếp đi mùi muối rồi bỏ sèn chấm như cô copy mà tại mà đón bữa đó anh hai đó bỏ sèn dương nghi y tế tầng ọc niên á chà chà dương nghi y tế chân dương ban má đời a để đời a ấy anh chùm lòng trên pi cho bạn mặt hàng bỏ sèn tà dương vì cha má
ដោយan ចម្លងចេញពីច្រវាក់ម្ខាងរបស់សែនអញ្ចឹងយើងបានអាសែនចាអាសអ្នកគ្រូដាក់ចឹងណាស្មើទៅនឹងតេសស្មើទៅនឹងអាបូកអុយចាអាបូកអុយរបស់យើងអញ្ចឹងអាបូកអុយរបស់យើងក៏ពិតនេះវាមាននេះមិនមែនអាបូកអុយផងជំទាស់អញ្ចឹងយើងដាក់អីគេយើងដាក់នេះវិញយើងដាក់តម្លៃជួសតម្លៃចូលហ្មងទៅហ្នឹងហើយជួសតម្លៃរបស់យើងចូលតែម្ដងគឺ a ស្មើប៉ុន្មានហ្នឹងហើយយើងជួសចូលទៅតោះយើងជួសចូលទៅ a ស្មើទៅនឹង255បូកជាមួយនឹងអុយ60ណាចាអញ្ចឹងស្មើបន្តតែម្ដងអញ្ចឹងយើងស្មើ285ចាអញ្ចឹងអានេះគឺ a សែន t សែនដល់ពេល c សែនស្មើនឹង c សែនចាស្មើនឹង c របស់ AN ណាបូកមួយ c របស់ AN អញ្ចឹងស្មើ c ស្មើទៅនឹង195បូក120ចាអញ្ចឹងស្មើប៉ុន្មានបងប្អូន315មែនទេចា315អូខេអញ្ចឹងយើងចប់ហើយហ្នឹងហើយដូចនេះមកអានេះគឺជាបោះសែនដូចនេះ a សែន t សែនស្មើតម្លៃទៅនឹងចា a សែន t សែនស្មើទៅនឹង285ចានុយក្លេអូទីតចាដល់ពេល c សែន c សែន c សែនចាស្មើនឹងចា315ទៀត315ណាចានុយក្លេអូទីតដូចគ្នានៅក្នុងលំហាត់ AN យើងអាចដាក់ពាក្យថានុយក្លេអូទីតក៏បានរីបូនុយក្លេអូទីតក៏បានចាយើងចប់លំហាត់របស់យើងហើយចឹងបងប្អូនមានចម្ងល់អីយើងអាច comment នៅខាងក្រោមវីដេអូអ្នកគ្រូបានឬក៏ចង់ឲ្យអ្នកគ្រូធ្វើវីដេអូបែបណាទៀតចង់បានឲ្យអ្នកគ្រូកំណែលំហាត់បែបណាទៀតអាច comment នៅខាងក្រោមវីដេអូអ្នកគ្រូបានដូចគ្នាណាចាអញ្ចឹងយើងអ្នកគ្រូមានប៉ុណ្ណឹងចឹងយើង